សៀវស៊ុយខ្ញុំស្រឡាញ់នាងថ្ងៃនេះគឺជាថ្ងៃទី83ដែលខ្ញុំស្រឡាញ់នាងបេះដូងរបស់ខ្ញុំខ្លាំងរបស់ខ្ញុំខ្លួនប្រាណទាំងមូលរបស់ខ្ញុំកោសិកាទាំងអស់កំពុងនិយាយថាខ្ញុំស្រឡាញ់នាងសៀវស៊ុយធ្វើជីវិតរបស់ខ្ញុំទៅបើលឺឲ្យឆ្លើយតបជាមួយម៉ាត់មកគេប្រងចាំនៅខាងក្រោមលោកស្រីកណ្ដាលជួគឺជាអ្នកតាមស្រឡាញ់នាងការរៀបការក៏រៀបចំធំដែរហេតុអីក៏លោកមិនទាន់ទៅទេប្រញាប់ទៅឥឡូវនេះខ្ញុំគ្មានពេលនិយាយជាមួយលោកទេណែសៀវស៊ុយរបស់ពួកយើងគឺស្រីស្អាតបំផុតនៅទីក្រុងនេះពេលនេះអ្នកតាមស្រឡាញ់ក៏បញ្ញាមកដូចជាសត្វល្អិតអញគិតថាអ្នកណាក៏គិតដូចអញដែរអាចារ្យជួផ្ដល់ឱកាសខ្ញុំម្ដងទៅបែបនេះអាចារ្យជួបានមិនសឹកពឹមទីចាំខ្ញុំជួយបណ្ដេញក្មេងនៅខាងក្រោមនោះឲ្យតែនាងក៏បណ្ដេញខ្ញុំអីបានទេហ៎តែអញដឹងថាគេជានរណាទេនោះគឺកូនប្រុសរបស់តកូលចោដែលជាគ្រូសាស្ត្រធំមួយក្នុងចំណោមតកូលធំទាំង4នៅទីក្រុងពេជាមួយនឹងកម្លាំងរបស់គេអាចកំទេចអញយ៉ាងងាយស្រួលអ្នកណាក៏ដោយអាចារ្យជួចាំចាត់ទុកថានេះជួបព្រមហើយណាខ្ញុំនឹងបណ្ដេញគេចេញឥឡូវនេះធានាថាគេមិនមករំខាននាងទៀតទេអេសៀវស៊ុយខ្ញុំដឹងមនុស្សដែលបានជួបខ្ញុំមានច្រើនណាស់នេះប្រហែលជាភ្លេចខ្ញុំហើយមនុស្សដែលឆ្លងកាត់ខ្ញុំមានច្រើនណាស់តែខ្ញុំឆ្លាញ់នាងតែម្ដងនេះលោកប្រុសចូលពិតជាល្ងងណាស់នេះចិត្ត3ខែហើយភ្លៀងក៏មករាល់ថ្ងៃដូចជាត្រូវមុនអាគមអញ្ចឹងអាកេតនាយកដៃរបស់យើងគឺជាលេខ1នៅទីក្រុងពេឯងទៅបោះជើងតូចឲ្យឆ្លងកញ្ចក់មើលខ្លួនឯងទៅតើសមទេសៀវស៊ុយបងគឺជាផ្កាយរបស់អូនសៀវស៊ុយអេមិនមែនទេឯងតាណាគឺបណ្ដេញមនុស្សមិនមែនទេឯងដឹងថាគឺជានរណាទេខ្ញុំមិនធ្វើថាគឺជានរណាទេនោះគឺជាកូនប្រុសច្បងតកូលជើជាអ្នកលេងស្រីដល់ល្បីនៅទីក្រុងពេដើររកផ្កានៅដើរលេងរាល់ថ្ងៃមនុស្សស្រីដែលគេធ្វើបាបរាប់មិនអស់ដោយសារតែអំណាចគ្រួសាររបស់គេគ្មាននរណាអាចធ្វើឲ្យគេបានទេឃើញអង្គរៈពីបញ្ញានៅក្បែរគេទេគឺសុទ្ធតែជាអ្នកខ្លាំងបាច់គុណសូម្បីតែមីក្រុមលីក៏មិនមែនជាដៃគូគេដែរបើឯងតែម្នាក់ឯងដូចជាតែរកក្តីស្លាប់ឯងអត់ខ្លាចស្លាប់ទេចាប់បង្ខំមនុស្សស្រីធ្វើអ្វីតាមចិត្តគឺជាមនុស្សអាក្រក់ហើយឯងនៅទៅទៀតណែសៀវស៊ុយដល់ឱកាសជាម្ដងខ្ញុំណែ